ចាសូមជម្រាបសួរចាជាថ្មីម្ដងទៀតនេះគឺជារបៀបចាក់នំពុម្ពរបស់នាងខ្ញុំគឺអឺមានរសជាតិផ្អែមល្មមឆ្ងាញ់ហើយមិនផ្អែមក្រឡាន់អីទេហើយខាងក្រៅគឺស្រួយខាងក្នុងគឺទន់ចាហើយរបៀបធ្វើគឺងាយខ្ញុំចែកម្លេចបងប្អូននេះគឺខ្ញុំបានចាក់លក់ឲ្យអ្នកធ្វើការជាមួយខ្ញុំណាដោយសារគាត់ចូលចិត្តរសជាតិនំពុម្ពរបស់នាងខ្ញុំជាដំបូងនេះគឺខ្ញុំប្រើម្សៅbaking powder 1ស្លាបព្រាបាយ baking soda 1ស្លាបព្រាបាយពងទាចំនួន4គ្រាប់ហើយខ្ញុំនឹងចាក់ស្ករសចាចំនួន6ខាំគឺអត់ផ្អែមទេគឺផ្អែមឡមចាបើបងប្អូនចង់បានផ្អែមជាងហ្នឹងបងប្អូនថែមទៅស្ករទៀតទៅប៉ុន្តែខ្ញុំដាក់ទៅ6ខាំគឺផ្អែមល្មមអាចញ៉ាំទៅអត់សូវក្រឡាន់ចាហើយដាក់អំបិលកន្លះស្លាបព្រាបាយមកហើយបន្ទាប់មកទៀតខ្ញុំធ្វើការចាក់អង្ករចំនួន2កញ្ចប់តាក៏ខ្សាយយើងណាចាគឺខ្ញុំ2កញ្ចប់ហ្នឹងប្រហែលជាជិត1គីឡូដែរ8ខាំចាមួយកញ្ចប់វា4ខាំហើយខ្ញុំដាក់ទឹកចាទឹកសុទ្ធហ្នឹងចំនួន5ខាប់ចាគឺនេះគឺដូងគឺខ្ញុំប្រើចំនួន2កំប៉ុងហ្នឹងគឺ800 ml ហើយខ្ញុំកូរវាសប់មកជាល្បាយតែមួយធ្វើយ៉ាងណាកុំឲ្យវាមានកកដុំម្សៅយើងគឺវាយវាម៉ត់ល្អអញ្ចឹងណាចាហើយខ្ញុំនឹងធ្វើការក្របទុកវាជារយៈពេល1ទៅ2ម៉ោងអញ្ចឹងណាដើម្បីឲ្យវាឡើងល្អបន្ទាប់មកទៀតខ្ញុំមានល្ងសល្ងខ្មៅប៉ុន្តែខ្ញុំចូលចិត្តល្ងសជាងចាគឺខ្ញុំដាក់ល្ងដើម្បីឲ្យមានបន្ថែមរសជាតិកាន់តែឆ្ងាញ់តទៀតណាចាហើយនឹងសាច់ដូងចាសាច់ដូងកោសខ្ចីយើងហ្នឹងគឺខ្ញុំដាក់ចំនួន1ចានចង្កឹះចាដាក់ចូលមកឲ្យកាន់តែឈ្ងុយថែមទៀតហើយប៉ុណ្ណឹងជាការស្ដាច់ហើយខ្ញុំយកពុម្ពយកមកដុតកម្ដៅនឹងហ្គាសនឹងឲ្យក្ដៅល្មមហើយកុំឲ្យបើកភ្លើងខ្លាំងពេកបើកល្មមហើយដាក់ប៊ឺចាគឺខ្ញុំដាក់ប៊ឺគឺកាន់តែឈ្ងុយថែមទៀតចាហើយខ្ញុំធ្វើការក្របវាមកដើម្បីឲ្យវាងុំនៅក្នុងនឹងឆាប់ឆ្អិនអញ្ចឹងណាហើយខ្ញុំធ្វើការចាក់បន្តអញ្ចឹងមកហើយបាន1នាទីក្រោយមកបើកមើលទៅយើងបើកមើលទៅនេះឃើញឡើងក្រហមឡើងពណ៌មាសអញ្ចឹងបានន័យថាវាឆ្អិនហើយខាងក្រៅស្រួយខាងក្នុងទន់ចានំពុម្ពខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយឈ្ងុយក្លិនវានៅឈ្ងុយចាក់ទៅឈ្ងុយពេញផ្ទះហើយចាអត់មានជាប់ទេយកមកនឹងស្អាតអញ្ចឹងហ្មងចាវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណបងប្អូនដែលបានទស្សនាចាសូមជម្រាបលាបាយបាយ